Ok,សួស្តីបងប្អូនអរគ្នា welcome back ថ្ងៃនេះយើងនឹងមករៀនអំពី HTML basic ខ្ញុំតានេះចេះធ្វើទៅបងប្អូនអញ្ចឹងយើងបើកវាសកូដយើងមកអូខេអញ្ចឹងទូទៅគឺ HTML យើងត្រូវមាន extension វាគឺ HTML អូខេអញ្ចឹងដំបូងខ្ញុំដាក់ index ហើយ extension វាគឺ HTML គឺតំណាង file HTML អញ្ចឹងHTML គឺវាមាន structure វាមាន head ហើយនិង body ចឹងដើម្បី generate structure វាយើង shift ហើយសញ្ញាឧទានហើយយើងចុច tab ទៅគឺបែបនេះចឹងនេះជា shortcut វាដើម្បី generate ឬក៏មួយទៀតយើងអាច HTML បែបនេះហើយយើងចុច tab ចឹងវាមាន3ប្រភេទវាឥឡូវគឺ generate តែ HTML tag ទេហើយខាងក្រោមគឺ generate ទាំង head និង body អូខេអញ្ចឹងHTML គឺវាបែងចែកពីធំទី1គឺ head ហើយនិង body អញ្ចឹង head នេះគឺដើម្បីដាក់ title keyword description អីផ្សេងៗហើយនឹង add script មួយចំនួនដូចជា CSS ហើយនិង JavaScript អីផ្សេងៗអូខេហើយខាងក្រោមគឺ body វាគឺតំណាងឲ្យview មាន header paragraph អីផ្សេងៗហើយមានរូបភាព link អីផ្សេងៗអូខេអញ្ចឹងទូទៅខ្ញុំប្រើ extension មួយឈ្មោះថានៅក្នុង VS Code គឺ Live Server នេះអូខេអញ្ចឹងបងប្អូនត្រូវ install មកបន្តមកទៀតបងប្អូនចុចនៅខាងក្រោមនេះគឺមានពាក្យថា live go live អញ្ចឹងមានថាយើងនឹង generate វាចូលទៅក្នុង server ឬមួយទៀតបងប្អូនវាយចុច control shift p ហើយបងប្អូន search live server ទៅវានឹងមាន live server អូខេអញ្ចឹងយើងចុច open with live server នេះទៅវានឹងចាប់ផ្ដើម start port 5500អញ្ចឹងវានឹងបើកនៅ browser បែបនេះអូខេបន្តមកដោយសារ body យើងអត់មានទេអញ្ចឹងទៅវាចេញ blank ចាប់ប៉ុន្តែបើសិនយើង inspect មកគឺបែបនេះអញ្ចឹងនៅក្នុង body យើងគឺអត់មានអីទេគឺ blank សុទ្ធសាធតែម្ដងអូខេហើយបងគឺយើងbasic វាដែលនិយមប្រើវាមានច្រើនប៉ុន្តែអ្វីដែលនិយមប្រើបំផុតនោះគឺ header អូខេទី2តាក់ទងជាមួយនឹង paragraph p តំណាងឲ្យ p text អូខេទី3តាក់ទងជាមួយនឹង link ទី4តាក់ទងជាមួយនឹង image img ទី5តាក់ទងជាមួយនឹង list ទី6តាក់ទងជាមួយនឹង form អូខេ submit form login ផ្សេងៗហ្នឹងគេប្រើ form អូខេហើយអឺខ្ញុំសុំ check មើលសិនមានអីគេទៀតចុងក្រោយគឺប៊ូតុងអូខេប៊ូតុងគឺសម្រាប់ចុចហ្នឹងអូខេអញ្ចឹងយើង back ទៅ live server យើងគឺអត់មានទេអញ្ចឹងខ្ញុំសុំ start ចាប់ដើម header មុនគឺ header គឺយើងចាប់ដើមពីលេខ6ដល់ពី1ដល់6ប្រភេទ header វាអញ្ចឹងមាន age header 1នេះ header អញ្ចឹង header 1គឺវាធំជាង header 2 header 3អញ្ចឹងណាអញ្ចឹង header 3អានេះក្បាលវាទេអីទេ header 2មានអត់អូខេអានេះ header 82ខ្ញុំដាក់កាត់ទៅ add 1អញ្ចឹងនៅពេលយើង back ទៅ browser យើងវិញឃើញថាវាបែបនេះអូខេអញ្ចឹងវាមានធំមានតូចហើយយើង inspect មើលទៅឃើញថាបែបនេះអូខេអានេះតើតើនឹង header អញ្ចឹងវាមានពី1ដល់6អញ្ចឹងយើង A3 A header 3 header 4អីចឹងទៅហើយ paragraph អញ្ចឹងទៅមុខទៀត paragraph តើតើនឹងអត្ថបទអញ្ចឹងយើងអាចតំណាងវាគឺសព p text អញ្ចឹង this is យើងអាចសេះក្នុងបាន paragraph PAT ហើយដែរអូខេអញ្ចឹងគឺបែបនេះអញ្ចឹងនៅពេលដែលយើង inspect មើលឃើញថាវានៅក្នុងអឺ p text នៅក្នុង paragraph ហ្នឹងឯងហើយទី3តើតង link គឺយើងតំណាងឲ្យ a text គឺបែបនេះហើយយើងចុច link អញ្ចឹងនៅពេលយើង click ទៅណាឲ្យវាទៅណាអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាទៅ about us page HTML ហេអ
ចឹងយើងដាក់ថា about us ចឹងយើង back ទៅកាន់ home server យើងវិញគឺបែបនេះចឹងនៅពេលយើង click ប៉ក់វាអត់មានទេដោយសារយើងអត់មាន file HTML ណាអូខេខ្ញុំបិទសិនខ្ញុំ zoom ឃើញទេអូខេអញ្ចឹងយើងដើម្បីមើលបានយើងត្រូវបង្កើត file មួយទៀត HTML ហ្នឹងបែបនេះអញ្ចឹងយើង generate វាទៅដាក់ថា about us យើង about us ហើយក្នុងហ្នឹងគឺយើងដាក់ header 1វាគឺនឹងថា about us page បែបនេះអញ្ចឹងនៅពេលដែលយើង reload គឺវាចេញនេះអញ្ចឹងគឺតំណាងឲ្យ about us page យើង back ទៅវិញគឺ home page អូខេគឺអាហ្នឹង basic ទេហើយទៅមកទៀតទៅរូបភាពនេះគឺតំណាងឲ្យ AMG shape អូខេអញ្ចឹងសោះនេះគឺតំណាងឲ្យ path ទៅកាន់រូបភាពដែលយើងចង់បង្ហាញហើយ ALT នេះតំណាងឲ្យព័ត៌មានរបស់រូបភាពនឹងអីគេអញ្ចឹងឧទាហរណ៍ថា dog ឧទាហរណ៍ថា home អីចឹងទៅពាក្យពេញមានខ្ញុំអត់ចាំទេដូចជា al អីគេចាំទេអត់ចាំទេអូខេអត់អីទេបងប្អូនឲ្យ search បន្ថែមទៀតនេះ alternative នេះទៅទៅនឹងdescribe ព័ត៌មានពីរូបភាពដែលយើងនឹងដែលយើងដាក់ហ្នឹងអូខេហើយចាំមើលខ្ញុំទៅ download រូបភាពunplug ខ្ញុំ download រូបភាព example ខ្លះខ្ញុំមកដាក់សិនអញ្ចឹងកន្លែងនេះយើងអាចដាក់ជា link ក៏បានដែរ link រូបភាពនឹងឬក៏យើងដាក់ជា file ក៏បានដែរឥឡូវខ្ញុំទៅ download រូបភាពមួយសិនដើម្បីឧទាហរណ៍ឲ្យបងប្អូនមើលអូខេខ្ញុំទៅបើកនៅ browser សិនហើយខ្ញុំក្រាក់ចូលអូខេអញ្ចឹងនេះជារូបភាពខ្ញុំ download មកឧទាហរណ៍ទៅខ្ញុំដាក់ថា img image អូខេអញ្ចឹងនៅពេលដែលយើងផាតវាទៅ img វានឹងនេះ img បែបនេះហើយអានេះយើងដាក់ថា home អញ្ចឹងទៅហើយ source set នេះភាគច្រើនអត់ដែរប្រើទេគឺបែបនេះអូខេចឹងនៅពេលយើងបើកមកគឺបែបនេះអូខេដោយសារយើងត្រូវការ add style វាពេលក្រោយទៀតអីទេអញ្ចឹងគឺបើសិនយើង zoom out វាគឺឃើញបែបនេះអូខេហើយករណីថារូបភាពហ្នឹងនៅ folder ផ្សេងចឹងដាក់ថា image បែបនេះហើយខ្ញុំ move ចូល folder image តោះមកខ្ញុំបែរទៅគឺវាអត់មានទេគឺ not found ដោយសារយើងដាក់ path វាទៅខ្ញុំដាក់ path វានៅ img image បែបនេះអូខេចឹងវានឹង reload មកបែបនេះវិញទៅវិញអូខេអានេះទៅនឹង add file រូបភាពបន្តមកទៀតយើងអាចដាក់ជា link ខ្ញុំចង់ copy link ខ្ញុំ copy image ពី website យកមកដាក់មកអូខេបែបនេះចឹងនៅពេលដែលយើង reload គឺបែបនេះអូខេចឹងយើងអាចសោះនេះយើងអាចដាក់ជា path ផ្ទាល់ក៏បានឬក៏យើងដាក់ជា link ក៏បានអូខេហើយទៅមកទៀតទៅ list ងាយទេតំណាងឲ្យ ul tag ហើយ li តំណាងឲ្យ list អញ្ចឹងភាគច្រើនគេយកធ្វើ list ផ្សេងឧទាហរណ៍ដូចជា home page about us នេះផ្សេងទៀត blog អីផ្សេងអូខេអញ្ចឹងនៅពេលយើង back ទៅគឺបែបនេះវាបញ្ចេញបែបនេះអូខេអញ្ចឹងតើតើ style ផ្សេងយើងនឹងប្រើ CSS ដើម្បី style ហ្នឹងពេលក្រោយទៀតអីទេអូខេហើយបន្ទាប់ទៀតគឺ form គឺតំណាងឲ្យ submit ទិន្នន័យផ្សេងទៅកាន់ server ឬក៏ទៅកាន់ website យើងហ្នឹងអញ្ចឹងaction វាឲ្យវាទៅណា form អីគេឧទាហរណ៍ថា login ហើយ method វាអីគេអញ្ចឹងវាមានច្រើនវាមាន get មាន post មាន patch មាន put អីចឹងទៅអូខេអញ្ចឹងយើង post អញ្ចឹងទៅអញ្ចឹងនៅក្នុង form ហ្នឹងគឺយើងមាន input អីផ្សេងទៀតអានេះអីទេអាហ្នឹងពេលក្រោយគាត់ថា basic ទេinput វាមាន input text name វាអីគេឈ្មោះអីគេ user អញ្ចឹងទៅ user name ហើយក្នុងហ្នឹងគឺយើងមានប៊ូតុងអូខេlogin អញ្ចឹងទៅ
ចឹងដល់ពេលយើងបែកទៅឃើញថាអូមិនចេញចឹងអូខេគឺបែបនេះចឹងខ្ញុំ zoom ចូលបន្តិចគឺបែបនេះអូខេអានេះ log field យក username អានេះប៊ូតុងហើយចុងក្រោយគឺប៊ូតុងហ្នឹងឯងគឺដូចតែគ្នាទេក៏ទៅខ្ញុំត្រូវយកអាប៊ូតុងនេះរៀនមុនខ្ញុំមើលលើពីប៊ូតុងមុនហើយមិនរៀន form អូខេចឹងប៊ូតុងនេះគឺដើម្បី click ចុចធ្វើសកម្មភាពអីមួយអូខេអូខេដូចតែខ្ញុំបាក់ចេញទៅលុបអីនោះអូខេអញ្ចឹងអានេះជា basic HTML ហើយក៏ទៅមានច្រើនទៀតមាន bold មានអីផ្សំច្រើនទៀតប៉ុន្តែអ្វីដែលខ្ញុំប្រាប់នេះគឺជាភាគច្រើនគេប្រើនៅក្នុងការសរសេរ website ផ្សេងៗអញ្ចឹងណាតែយើងមាន style ផ្សេងៗទៀតបងប្អូនអាច research បន្ថែមទៀតបានអូខេអញ្ចឹងវីដេអូខ្ញុំគឺមានប៉ុណ្្នឹងឯងហើយចាំមើលក្រោយទៀតខ្ញុំនឹងនិយាយអំពី CSS ហើយនិង JavaScript ផ្សេងៗទៀតអូខេគឺបែបហ្នឹងជួបគ្នាពេលក្រោយអរគុណហេហេ